video này clay bị Honor X87C video này còn là trong bạch chạy tệ tương cho môi nâng rụ riêng sạch bảo viết memory đã thông bảo viết cho môi nâng camera AI eraser này hay nhầm nâng đi theo bắt bẹp bọn cho môi nâng AI ta tu tập lại bìa sáng AI viết mạch đài thay ca mạch đàiនេះគឺជាចំណាប់អារម្មណ៍របស់ខ្ញុំទេហើយអញ្ចឹងអ្នកគ្នាយល់យ៉ាងណាដែរសម្រាប់ទឹកលុយ$200ស្ដើង memory 512G យ៉ា memory ម៉ាស៊ីន 512G ហើយបើនិយាយពីរូបរាងដូចជា game baser របស់វាវិញគឺស្អាតទៀតមែនតើអ្នកគ្នាមានន័យថាវាធ្វើ game baser បានទូចបានស្អាតដូចនឹង flagship និយាយទៅមានន័យថាវាដូចស្តៀងជាមួយនឹងទូរស័ព្ទថ្លៃៗណាទូរស័ព្ទថ្លៃៗមួយចំនួនគឺมันអាចធ្វើ baser បានដូចអញ្ចឹងផងមានន័យថាវាស្ដើងវាតូចមើលទៅវាស្មើលើស្មើក្រោមនិយាយទៅស្តៀងជាមួយនឹង iPhone ស្តៀងគ្នាមែនទេសម្រាប់ game baser ប្រភេទនេះគឺយើងកម្រឃើញនៅលើទូរស័ព្ទ mid range ណាអញ្ចឹងតម្លៃ$200ស្ដើងគឺដូចខ្ញុំបង្ហាញ detail អញ្ចឹងគឺស្អាតយកតែមែនទេបើមើលមក plate មើលមកគឺអេក្រង់ពេញទាំងអស់តែម្ដងហើយជាមួយនឹង memory 512G អូខេចំណុចនេះខ្ញុំសូមលម្អិតត្រឹមតែប៉ុណ្នេះទៅចូលទៅមើលកាមេរ៉ាក៏ដូចជា AI eraser របស់កាមេរ៉ារបស់ Honor X87C មួយនេះថាវាធ្វើការមិនដែរសម្រាប់ក្នុងទឹកលុយតម្លៃត្រឹមតែ$200ស្ដើងតោះយើងទៅមើលទាំងអស់គ្នាសម្រាប់ខ្ញុំថតរូបបានប្រហែលប៉ុស្តិ៍នេះដែរហើយខ្ញុំនឹងប្រាប់ថាតើយើងលុបរូបមិនសម្រាប់ eraser នៅក្នុងនេះគឺវាមាន3-4 option ដែរតែខ្ញុំយកតែ2 option មកនិយាយទេមានគូសរង្វង់ជាមួយនឹងការឆ្លិញណាឆ្លិញលើវត្ថុទូចអញ្ចឹងអ្នកគ្នាអាចចូលទៅលើ edit បន្ទាប់មកយកពី AI eraser បន្ទាប់មកអ្នកគ្នាឆ្លាញ់អីដូចខ្ញុំរូបនេះខ្ញុំចង់លុបរូបមនុស្សចេញពីសាឡុងនឹងតែម្ដងមានន័យថាយើងរូបមនុស្សយើងយកពាក្យ eraser ជារង្វង់មកអញ្ចឹងយើងគូសកន្លែងណាក៏បានដែរឲ្យតែ subject ហ្នឹងគឺនៅជាប់គ្នាគឺវានឹងធ្វើការជារង្វង់ឲ្យយើងតែម្ដងមានន័យថាដោយ subject មនុស្សអញ្ចឹងគឺ AI ហ្នឹងគឺដឹងតែម្ដងហើយខ្ញុំបញ្ជាក់តិចអ្នកនេះការប្រើ AI គឺដាច់ខាតអ្នកគ្នាត្រូវតែភ្ជាប់ជាមួយនឹងអ៊ីនធឺណិតហើយភាពលឿននិងភាពឆ្លាតវៃរបស់វាគឺអាស្រ័យនៅលើអ៊ីនធឺណិតរបស់អ្នកនឹងដែរមានន័យថាអ៊ីនធឺណិតរបស់អ្នកនេះកាន់តែលឿន AI កាន់តែឆ្លាតមានន័យថាការគូសរង្វង់ក៏ដូចជាការចាប់ subject ណាមួយគឺកាន់តែច្បាស់លាស់កាន់តែលម្អិតពីវាដូចភាគច្រើនដែលខ្ញុំជួបណាជឿទៅគាត់ថា AI នេះធ្វើការបានល្អ AI នោះធ្វើការបានល្អបើគាត់ចេះបើគាត់ចោះប៉ុន្តែពេលខ្លះទៅអ្នកគ្នាត្រូវដឹងថាអ៊ីនធឺណិតគឺសំខាន់បំផុតសម្រាប់លើ AI ដោយមួយនេះខ្ញុំនឹងបញ្ជាក់ពីការគូសជារង្វង់ AI eraser ក៏ដូចជាការគូសជាលក្ខណៈ point នៅលើ AI eraser នឹងដូចគ្នាអញ្ចឹងចំណុចនេះខ្ញុំគូសខ្ញុំយកជា point មួយសិនអញ្ចឹង point ពេលយើងគូសរង្វង់បែបនេះនៅពេលដែល erase ទៅគឺវាអត់ដាច់បានស្អាតទេយ៉ាឃើញបែបនេះហ៎អត់ស្អាតទេអញ្ចឹងរូបខ្លះយើងត្រូវការជារង្វង់ហើយក៏រូបខ្លះក៏យើងត្រូវការជា point ដែរដោយរូបតូចយើងត្រូវការជា point ហីបាទដូចរូបនេះខ្ញុំត្រូវការជារង្វង់ដូចចាំមិញខ្ញុំលុបជាអំពូលតូចដែលយើងនេះចឹងយើងគូសជារង្វង់ AI វានឹងចាប់បានថាតើយើងចង់រូបមួយណាភ្លាមតែម្ដងពេលខ្លះក៏វាមានចន្លោះប្រហោងទៅលើកំហុសណាមួយដែរតែគ្រាន់ថាវាតម្លៃទូរស័ព្ទប៉ុណ្នេះគឺខ្ញុំគិតថាវាធ្វើការបានល្អពេកហីនេះឃើញទេអញ្ចឹងហើយមួយទៀតខ្ញុំនឹងលម្អិតមួយទៀតតាក់ទងជាមួយនឹងការរូបហេតុអីអ្នកខ្លះរូបអត់ដាច់ទេនេះគេដោយរូបនេះចឹង AI ធ្វើការមកវានៅមានចំណុចខ្វះខាតមួយចំនួនឃើញទេអញ្ចឹងអ្នកគ្នាអាចគូសពីលើនឹងមួយទៀតវានឹងកំណត់សម្គាល់ថាអ្នកគ្នាពិតតែចង់ផ្ដាច់រូបនឹងមានពិតជាចង់ erase រូបនឹងចោល 100% តែម្ដងហើយនេះ point គឺបកគោលគឺចំណុចបកគោលបែបយ៉ែ point អូខេចុចមកឆ្វោមមកវានឹងធ្វើការល្អទៅលើចំណុចនឹងមួយឃើញទេ point អញ្ចឹងមានន័យថា AI ទាំងរង្វង់ទាំង point គឺវាធ្វើការផ្សេងគ្នាបន្ទាប់មកអ្នកនឹងសៀវអ្នកនឹងទទួលបានរូបមួយដែលពិបាកនឹងការកំណត់ថាតើរូបនឹងគឺទទួលបានការកំណត់ដោយ AI អរគុណ